Bạnជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ការបកស្រាយសបិនសាស្ត្រជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសបិនឃើញកម្រងផ្កាបាទប្រសិនបើជាពុកម៉ែបងប្អូនសបិនថាបានពាក់កម្រងផ្កាឬក៏ពុំផ្កានៅនឹងដៃឬក៏ពាក់នឹងកនោះទំនីទីនៅក្នុងសបិនដូចនេះថាពុកម៉ែបងប្អូននឹងទទួលបានខាងល្បីឈ្មោះមានកិត្តិយសឬក៏អ្នកនលីវនឹងបានជួបគូក្រងដ៏ឧត្តមឧត្តមបាទប្រសិនបើជាអ្នកសបិនឃើញកម្រងផ្កាឬក៏ពាក់កម្រងផ្កាគឺមានអត្ថន័យល្អគឺឡើងស័ក្តិយុឬក៏ជួបគូក្រងដ៏ឧត្តមឧត្តមចំណែកឯលេខសំណាងសម្រាប់អ្នកសបិនវិញនោះគឺលេខ06 07លេខ506លេខ606និងលេខ707បាទតើតើពុកម៉ែបងប្អូនសបិនឃើញកម្រងផ្កាគឺមានអត្ថន័យល្អជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសំណាប់ Channel បកស្រាយសបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ